ផ្នែកគឺជាទីស្នាក់អាស្រ័យនៅអារម្មណ៍គឺជាប្រព័ន្ធទំនាក់ទំនងផ្សាយនៅអារម្មណ៍បង្ហាញនៅអារម្មណ៍នៅនឹងផ្នែកនៅពេលដែលយើងបែរទៅណាអារម្មណ៍របស់យើងបែរទៅនោះបែរទៅនោះដូច្នេះនៅពេលដែលយើងនិយាយជាមួយអតិថិជនគួរតែបែរភ្នែករបស់យើងឲ្យចំអតិថិជនបែរភ្នែកឲ្យចំអតិថិជនមានន័យថាយើងកំពុងតែផ្ដោតចាប់អារម្មណ៍ទៅលើអតិថិជនតែបើសិនជាយើងកំពុងតែនិយាយជាមួយអតិថិជនត្រាប់តែយើងបែរមើលនីលកាបែរមើលទ្វារបែរមើលប្អួយឬក៏បែរមើលស្រីស្អាតប្រុសស្អាតគាត់នឹងអន់ត្រពូនចិត្តជាមួយនឹងយើងព្រោះមនុស្សនៅមុខយើងមើលអ្នកផ្សេងមួយទៀតគួរតែជៀសវាងការពាក់វ៉ែនតាបើសិនជាផ្នែករបស់យើងអត់មានបញ្ហាការពាក់វ៉ែនតាវានឹងធ្វើឲ្យយើងមិនបានប្រើអារម្មណ៍របស់យើងតាមរយៈខ្សែភ្នែកព្រោះអារម្មណ៍របស់យើងត្របាញ់ត្របូលចូលតាមខ្សែភ្នែកហើយយើងអាចប្រើអារម្មណ៍បង្គាប់បញ្ជាអ្នកដទៃតាមរយៈខ្សែភ្នែករបស់យើងបាននៅពេលដែលយើងមានអារម្មណ៍នឹងមានចិត្តសមាធិភ្នែកគឺជាឧបករណ៍ទំនាក់ទំនងរវាងបេះដូងនិងបេះដូងកែភ្នែកគឺជាបង្អួចនៃបេះដូងជាងបងប្អូនប្រយ័ត្នគេលួចបេះដូងឬក៏គេឃើញបេះដូងឬក៏គេឃើញចិត្តរបស់យើងតាមរយៈខ្សែភ្នែករបស់យើងតាមរយៈកែភ្នែករបស់យើងនេះដែរនឹងធ្វើឲ្យគេដឹងអំពីសភាពនៃចិត្តរបស់យើងនិងអារម្មណ៍របស់យើងដូចជាមនុស្សដែលមិនមានការជឿជាក់មនុស្សដែលភ័យខ្លាចមនុស្សដែលអៀនខ្មាស់ភ្នែករបស់គាត់នៅមិនស្ងៀមនៅមិននឹងញ័រហើយអត់ហ៊ានមើលមុខយើងចំទេនៅពេលដែលយើងសម្លឹងមើលមុខគាត់បែរមុខចេញឬក៏អន់មុខចោលចំណែកឯមនុស្សដែលមានការជឿជាក់មិនភ័យខ្លាចមិនអៀនខ្មាស់កែភ្នែករបស់គាត់នឹងស្ងៀមយូរងាកម្ដងនៅពេលដែលយើងមើលសម្លឹងគាត់មើលសម្លឹងមកយើងវិញជាងអ្នកលក់គួរតែហាត់ភ្នែករបស់យើងឲ្យបាននឹងណោភ្នែកយើងនឹងណោបញ្ជាក់ថាអារម្មណ៍របស់យើងនឹងណោហើយយើងក៏អាចដឹងអំពីចិត្តរបស់មនុស្សតាមរយៈកែវភ្នែកនឹងដែរមនុស្សណាដែលមានបញ្ហាចិត្តរបស់គាត់ខឹងសម្បាចិត្តរបស់គាត់មិនសប្បាយចិត្តរបស់គាត់មិនពេញចិត្តមិនស្វាគមន៍កែវភ្នែករបស់គាត់រួមតូចមនុស្សណាដែលគ្មានបញ្ហាចិត្តរបស់គាត់ស្រស់ថ្លាសប្បាយរីករាយមានសេចក្តីសុខមានអំណរសាទរនៅក្នុងខ្លួនកែវភ្នែករបស់គាត់ស្លាស់ធំអញ្ចឹងអារម្មណ៍វាមិនមែនសំដែងតែទៅលើកែវភ្នែកតែវាសំដែងចេញតាមរយៈទឹកមុខផងដែរ